ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំការវិវត្តនៃ AI បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យផ្សេងៗរួមទាំងវិស័យអប់រំជាពិសេស AI បានធ្វើបដិវត្តការអប់រំដោយពង្រឹងបទពិសោធន៍នៃការរៀនសូត្រតាមរយៈវិធីសាស្ត្រារៀនផ្ទាល់ខ្លួននិងការរៀនសូត្របែប Adaptive ដែលឆ្លើយតបនឹងតម្រូវការនិងបរិបទនៃការរៀនសូត្ររបស់សិស្សម្នាក់ៗ AI ត្រូវបានគេរំពឹងថានឹងធ្វើបដិវត្តការអប់រំដោយពង្រឹងការរៀនផ្ទាល់ខ្លួនគាំទ្រដល់គ្រូបង្រៀននិងជំរុញប្រសិទ្ធភាពការងាររដ្ឋបាលនៅវិស័យនេះផងដែរគួរបញ្ជាក់ផងដែរថាឧបករណ៍សិក្សាដែលផ្អែកលើ AI មានវត្តមាននៅក្នុងថ្នាក់រៀនតាំងពីទសវត្សរ៍ឆ្នាំ1960មកម្ល៉េះមុនពេល ChatGPT លេចឡើងជាង60ឆ្នាំប្រព័ន្ធដំបូងអាចសម្រួលមេរៀនតាមចម្លើយរបស់សិស្សបើទោះបីជាគ្មានចំណុចប្រទាក់ក្រឡានៃការសន្ទនាភាសាដែលស្ទាត់ជំនាញដោយសម័យបច្ចុប្បន្នក៏ដោយ AI ក្នុងវិស័យអប់រំមិនបានចាប់ផ្ដើមជាមួយ Chatbot នោះទេតែបានចាប់ផ្ដើមជាមួយនឹងក្តារខៀននិងគំនិតចង់ដឹងចង់ឃើញដែលសួរថាតើម៉ាស៊ីនអាចបង្រៀនដូចមនុស្សបានទេគំនិតនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការអប់រំចាប់ផ្ដើមពីសន្និសីទ Dartmouth ឆ្នាំ1956ដែលពាក្យ Artificial Intelligence ត្រូវបានបង្កើតឡើងដំបូងដោយលោក John McCarthy ដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រនិងអ្នកវិទ្យាសាស្ត្រចិត្តសាស្ត្ររបស់អាមេរិកបានចាប់ផ្ដើមបង្កើតបរិយាកាសស្រាវជ្រាវ AI រួមជាមួយនឹងមិត្តរួមការងាររបស់លោកពួកលោកជាក្រុមដំបូងគេដែលបានពិភាក្សាលើប្រធានបទការដោះស្រាយបញ្ហាតាមរយៈ AI Symbolic Reasoning និងម៉ាស៊ីនសិក្សាលុះដល់ឆ្នាំ1960ប្រព័ន្ធអប់រំដែលមានជំនួយពីកុំព្យូទ័រត្រូវបានដាក់ឲ្យដំណើរការដំបូងគេហើយនៅឆ្នាំ1967លោក Seymour Papert នៃ MIT បានជួយបង្កើតភាសាសរសេរកម្មវិធី Logo ដែលជាកម្មវិធីសរសេរកូដក្រាហ្វិកងាយស្រួលសម្រាប់កុមារដែលបង្ហាញពីសក្តានុពលថាកុំព្យូទ័រអាចផ្ដល់ឲ្យអ្នកសិក្សាវ័យក្មេងកាន់តែខ្លាំងបន្ទាប់មកនៅទសវត្សរ៍ឆ្នាំ1970ដល់1980ប្រព័ន្ធបង្រៀនវៃឆ្លាត Intelligent Tutoring Systems ITS បានធ្វើបដិវត្តការអប់រំដោយផ្ដល់នូវបទពិសោធន៍រៀនផ្ទាល់ខ្លួននិងការរៀនសូត្របែប Adaptive ដែលធ្វើត្រាប់តាមគ្រូបង្រៀនឧបករណ៍ទាំងនេះមិនត្រឹមតែជួយសិស្សឲ្យរៀនដោយឯករាជ្យប៉ុណ្ណោះទេប៉ុន្តែថែមទាំងកាត់បន្ថយពេលវេលារបស់គ្រូក្នុងការរៀបចំមាតិកាបង្រៀនផងដែរជាឧទាហរណ៍ Sumathia ដែលជា ITS គាំទ្រដោយ AI បានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់នៃសមត្ថភាពសិស្សលើមុខវិជ្ជាគណិតវិទ្យាតាមរយៈការបង្កើតមេរៀនផ្ទាល់ខ្លួនដោយផ្អែកលើអារម្មណ៍វឌ្ឍនភាពនិងចំណង់ចំណូលចិត្តនៃការរៀនសូត្ររបស់សិស្សបច្ចេកវិទ្យា AI ក៏បន្តធ្វើបរិវត្តកម្មវិស័យអប់រំដោយក្រោយមកនៅឆ្នាំ2022 AI Chatbot ឈ្មោះ ChatGPT ត្រូវបានបង្កើតឡើងដែលធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងធំធេងកម្មវិធី AI Chatbot អាចផ្ដល់ជាជំនួយដល់សិស្សនិងគ្រូបង្រៀននាពេលបច្ចុប្បន្នក្នុងការស្វ័យសិក្សាដោយខ្លួនឯងការពន្យល់ការបង្កើតមាតិកាការផ្ដល់មតិយោបល់ជាក់ស្ដែងការបកប្រែនិងការបង្រៀនផ្ទាល់យុគសម័យថ្មីនៃការអប់រំបាននឹងកំពុងចាប់ផ្ដើមខណៈដែល AI បន្តត្រូវបានរួមបញ្ចូលក្នុងវិស័យអប់រំជាពិសេសតាមរយៈប្រព័ន្ធដាក់ពិន្ទុនិងការវាយតម្លៃដោយស្វ័យប្រវត្តិបើទោះបីជា AI កំពុងមានការវិវត្តយ៉ាងខ្លាំងក៏ដោយប៉ុន្តែតួនាទីរបស់គ្រូបង្រៀននៅតែមានសារៈសំខាន់ដោយពួកគាត់ផ្ដល់ឲ្យនូវការគាំទ្រផ្លូវអារម្មណ៍និងដំបូន្មានដែលលើសពីអ្វីដែលបច្ចេកវិទ្យាអាចធ្វើបានក្នុងន័យនេះដើម្បីធានាថា AI បម្រើការអប់រំប្រកបដោយប្រសិទ្ធភាពការទទួលខុសត្រូវនិងសុវត្ថិភាពកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអ្នកអភិវឌ្ឍ AI អ្នកធ្វើគោលនយោបាយគ្រូបង្រៀនសិស្សានុសិស្សនិងគ្រប់ភាគីពាក់ព័ន្ធគឺមានសារៈសំខាន់ណាស់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំការវិវត្តនៃ AI បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យផ្សេងៗរួមទាំងវិស័យអប់រំជាពិសេស AI បានធ្វើបដិវត្តការអប់រំដោយពង្រឹងបទពិសោធន៍នៃការរៀនសូត្រតាមរយៈវិធីសាស្ត្រារៀនផ្ទាល់ខ្លួននិងការរៀនសូត្របែប Adaptive ដែលឆ្លើយតបនឹងតម្រូវការនិងបរិបទនៃការរៀនសូត្ររបស់សិស្សម្នាក់ៗ AI ត្រូវបានគេរំពឹងថានឹងធ្វើបដិវត្តការអប់រំដោយពង្រឹងការរៀនផ្ទាល់ខ្លួនគាំទ្រដល់គ្រូបង្រៀននិងជំរុញប្រសិទ្ធភាពការងាររដ្ឋបាលនៅវិស័យនេះផងដែរគួរបញ្ជាក់ផងដែរថាឧបករណ៍សិក្សាដែលផ្អែកលើ AI មានវត្តមាននៅក្នុងថ្នាក់រៀនតាំងពីទសវត្សរ៍ឆ្នាំ1960មកម្ល៉េះមុនពេល ChatGPT លេចឡើងជាង60ឆ្នាំប្រព័ន្ធដំបូងអាចសម្រួលមេរៀនតាមចម្លើយរបស់សិស្សបើទោះបីជាគ្មានចំណុចប្រទាក់ក្រឡានៃការសន្ទនាភាសាដែលស្ទាត់ជំនាញដោយសម័យបច្ចុប្បន្នក៏ដោយ AI ក្នុងវិស័យអប់រំមិនបានចាប់ផ្ដើមជាមួយ Chatbot នោះទេតែបានចាប់ផ្ដើមជាមួយនឹងក្តារខៀននិងគំនិតចង់ដឹងចង់ឃើញដែលសួរថាតើម៉ាស៊ីនអាចបង្រៀនដូចមនុស្សបានទេគំនិតនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការអប់រំចាប់ផ្ដើមពីសន្និសីទ Dartmouth ឆ្នាំ1956ដែលពាក្យ Artificial Intelligence ត្រូវបានបង្កើតឡើងដំបូងដោយលោក John McCarthy ដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រនិងអ្នកវិទ្យាសាស្ត្រចិត្តសាស្ត្ររបស់អាមេរិកបានចាប់ផ្ដើមបង្កើតបរិយាកាសស្រាវជ្រាវ AI រួមជាមួយនឹងមិត្តរួមការងាររបស់លោកពួកលោកជាក្រុមដំបូងគេ
ដែលបានពិភាក្សាលើប្រធានបទការដោះស្រាយបញ្ហាតាមរយៈ AI Symbolic Reasoning និងម៉ាស៊ីនសិក្សាលុះដល់ឆ្នាំ1960ប្រព័ន្ធអប់រំដែលមានជំនួយពីកុំព្យូទ័រត្រូវបានដាក់ឲ្យដំណើរការដំបូងគេហើយនៅឆ្នាំ1967លោក Seymour Papert នៃ MIT បានជួយបង្កើតភាសាសរសេរកម្មវិធី Logo ដែលជាកម្មវិធីសរសេរកូដក្រាហ្វិកងាយស្រួលសម្រាប់កុមារដែលបង្ហាញពីសក្តានុពលថាកុំព្យូទ័រអាចផ្ដល់ឲ្យអ្នកសិក្សាវ័យក្មេងកាន់តែខ្លាំងបន្ទាប់មកនៅទសវត្សរ៍ឆ្នាំ1970ដល់1980ប្រព័ន្ធបង្រៀនវៃឆ្លាត Intelligent Tutoring Systems ITS បានធ្វើបដិវត្តការអប់រំដោយផ្ដល់នូវបទពិសោធន៍រៀនផ្ទាល់ខ្លួននិងការរៀនសូត្របែប Adaptive ដែលធ្វើត្រាប់តាមគ្រូបង្រៀនឧបករណ៍ទាំងនេះមិនត្រឹមតែជួយសិស្សឲ្យរៀនដោយឯករាជ្យប៉ុណ្ណោះទេប៉ុន្តែថែមទាំងកាត់បន្ថយពេលវេលារបស់គ្រូក្នុងការរៀបចំមាតិកាបង្រៀនផងដែរជាឧទាហរណ៍ Sumathia ដែលជា ITS គាំទ្រដោយ AI បានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់នៃសមត្ថភាពសិស្សលើមុខវិជ្ជាគណិតវិទ្យាតាមរយៈការបង្កើតមេរៀនផ្ទាល់ខ្លួនដោយផ្អែកលើអារម្មណ៍វឌ្ឍនភាពនិងចំណង់ចំណូលចិត្តនៃការរៀនសូត្ររបស់សិស្សបច្ចេកវិទ្យា AI ក៏បន្តធ្វើបរិវត្តកម្មវិស័យអប់រំដោយក្រោយមកនៅឆ្នាំ2022 AI Chatbot ឈ្មោះ ChatGPT ត្រូវបានបង្កើតឡើងដែលធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងធំធេងកម្មវិធី AI Chatbot អាចផ្ដល់ជាជំនួយដល់សិស្សនិងគ្រូបង្រៀននាពេលបច្ចុប្បន្នក្នុងការស្វ័យសិក្សាដោយខ្លួនឯងការពន្យល់ការបង្កើតមាតិកាការផ្ដល់មតិយោបល់ជាក់ស្ដែងការបកប្រែនិងការបង្រៀនផ្ទាល់យុគសម័យថ្មីនៃការអប់រំបាននឹងកំពុងចាប់ផ្ដើមខណៈដែល AI បន្តត្រូវបានរួមបញ្ចូលក្នុងវិស័យអប់រំជាពិសេសតាមរយៈប្រព័ន្ធដាក់ពិន្ទុនិងការវាយតម្លៃដោយស្វ័យប្រវត្តិបើទោះបីជា AI កំពុងមានការវិវត្តយ៉ាងខ្លាំងក៏ដោយប៉ុន្តែតួនាទីរបស់គ្រូបង្រៀននៅតែមានសារៈសំខាន់ដោយពួកគាត់ផ្ដល់ឲ្យនូវការគាំទ្រផ្លូវអារម្មណ៍និងដំបូន្មានដែលលើសពីអ្វីដែលបច្ចេកវិទ្យាអាចធ្វើបានក្នុងន័យនេះដើម្បីធានាថា AI បម្រើការអប់រំប្រកបដោយប្រសិទ្ធភាពការទទួលខុសត្រូវនិងសុវត្ថិភាពកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអ្នកអភិវឌ្ឍ AI អ្នកធ្វើគោលនយោបាយគ្រូបង្រៀនសិស្សានុសិស្សនិងគ្រប់ភាគីពាក់ព័ន្ធគឺមានសារៈសំខាន់ណាស់មុខងារ AI សំខាន់ក្នុងការអប់រំ AI កំពុងផ្លាស់ប្ដូរគ្រប់ទិដ្ឋភាពនៃជីវិតតាំងពីរបៀបដែលយើងធ្វើការនិងរៀនសូត្ររហូតដល់របៀបដែលយើងធ្វើទំនាក់ទំនងនិងធ្វើការសម្រេចចិត្តនៅពេលដែល AI ចាប់ផ្ដើមត្រូវបានគេយកមកប្រើប្រាស់ជាពិសេសនៅក្នុងវិស័យអប់រំនោះនាំឲ្យមានការផ្លាស់ប្ដូរបទពិសោធន៍ថ្មីនៅក្នុងការបង្រៀនរបស់គ្រូក៏ដូចជាបែបផែននៃការសិក្សារបស់សិស្សានុសិស្សឲ្យបានកាន់តែងាយស្រួលតាមបែបបច្ចេកវិទ្យាផងដែរក្រៅពីការសិក្សាតាមសៀវភៅនិងឯកសារយោងមួយចំនួនសិស្សអាចឃើញការអនុវត្តមេរៀនទាំងនោះតាមរយៈអ៊ីនធឺណិតទៀតផងលើសពីនេះ AI ជួយផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងឬប្រព័ន្ធរដ្ឋបាលនៅក្នុងវិទ្យាស្ថានអប់រំឬសាលាផ្សេងៗបានដោយស្វ័យប្រវត្តិទៀតផងដែលធ្វើឲ្យកិច្ចការកាន់តែងាយស្រួលលឿននិងកាត់បន្ថយកំហុសដោយអចេតនាផងដែរមុខងារសំខាន់របស់ AI ក្នុងការអប់រំលើកិច្ចការបង្រៀនការសិក្សានិងកិច្ចការរដ្ឋបាលរួមមានមុខងាររបស់ AI ក្នុងការធ្វើបរិវត្តកម្មនៃការបង្រៀន AI មានមុខងារធ្វើស្វ័យប្រវត្តិកម្មលើកិច្ចការងារផ្សេងៗអាចជួយសន្សំសំចៃពេលវេលាសម្រាប់គ្រូបង្រៀនដើម្បីឲ្យពួកគាត់មានឱកាសផ្ដោតលើកិច្ចការកាន់តែល្អនិងមានអន្តរកម្មកាន់តែជិតស្និទ្ធជាមួយសិស្សានុសិស្ស AI ក៏អាចផ្ដល់ឲ្យគ្រូបង្រៀននូវទិន្នន័យដ៏មានតម្លៃអំពីលទ្ធផលសិក្សារបស់សិស្សនិងជួយកំណត់រកចំណុចខ្វះខាតនានាដែលត្រូវការការកែលម្អ AI កំពុងផ្លាស់ប្ដូរមុខមាត់នៃវិស័យអប់រំនិងការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀនឲ្យកាន់តែមានសក្តានុពលដោយក្នុងនោះរួមមានការកំណត់និយមន័យថ្មីនៃតួនាទីគ្រូបង្រៀនការប្រើប្រាស់ AI ក្នុងការដាក់ពិន្ទុនិងការគ្រប់គ្រងវត្តមាននិងជួយឲ្យគ្រូបង្រៀនអាចផ្ដោតអារម្មណ៍ទៅលើកិច្ចការដែលសំខាន់បំផុតរួមមានការធ្វើជាអ្នកតម្រង់ទិសការជំរុញការច្នៃប្រឌិតនិងការផ្ដល់ការគាំទ្រផ្នែកស្មារតីដល់សិស្សក្នុងបរិបទនេះគ្រូបង្រៀននឹងក្លាយជាអ្នកសម្របសម្រួលនៃការសិក្សាការរៀបចំកម្មវិធីសិក្សានិងការបង្កើតខ្លឹមសារមេរៀនបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំជួយគ្រូបង្រៀនក្នុងការរៀបចំកម្មវិធីសិក្សាផ្អែកលើទិន្នន័យជាក់ស្ដែងដែលឆ្លើយតបនឹងតម្រូវការរបស់សិស្សនិងតម្រូវការទីផ្សារជាក់ស្ដែងកម្មវិធី AI ផ្ដល់នូវអនុសាសន៍នានាដោយផ្អែកលើការវិភាគនិន្នាការទីផ្សារនិងជំនាញដែលចាំបាច់បន្ថែមពីនេះ AI ក៏ជួយសម្រួលដល់ការរៀបចំកិច្ចតែងការបង្រៀនការបង្កើតកម្រងសំណួរនិងការរៀបចំកិច្ចការផ្ទះផងដែរការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀនការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលគាំទ្រដោយ AI ជួយជំរុញការសិក្សាពេញមួយជីវិតក្នុងចំណោមគ្រូបង្រៀនវគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងជាពិសេសសម្រាប់បុគ្គលម្នាក់ៗនឹងជួយគ្រូបង្រៀនក្នុងការលើកកម្ពស់វិធីសាស្ត្របង្រៀនការគ្រប់គ្រងថ្នាក់រៀននិងការបង្កើនចំណេះដឹងលើមុខវិជ្ជាឯកទេសតាមរយៈឧបករណ៍ទាំងនេះគ្រូបង្រៀននឹងអាចកំណត់បាននូវចំណុចដែលខ្លួនត្រូវកែលម្អឲ្យកាន់តែប្រសើរឡើងការផ្ដល់ទិន្នន័យវិភាគស៊ីជម្រៅសម្រាប់អ្នកអប់រំ
AI អនុញ្ញាតឲ្យអ្នកអប់រំធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវតាមរយៈការវិភាគទិន្នន័យតាមរយៈការដំណើរការទិន្នន័យសិក្សានិងទិន្នន័យសកម្មភាពក្នុងបរិមាណច្រើនឧបករណ៍ AI អាចបង្កើតជាព័ត៌មានវិភាគស៊ីជម្រៅដែលអ្នកអប់រំអាចយកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការកែលម្អការបង្រៀនបានភ្លាមៗមុខងាររបស់ AI ក្នុងកម្មវិធីសិក្សាផ្ទាល់ខ្លួន AI មានសមត្ថភាពវិភាគយ៉ាងស៊ីជម្រៅលើរបៀបដែលសិស្សម្នាក់ៗសិក្សាមេរៀនដូចជាការសម្គាល់ថាតើខ្លឹមសារណាដែលសិស្សឆាប់យល់ចំណុចខ្លាំងចំណុចដែលអ្នកសិក្សាជួបការលំបាកល្បឿននៃការសិក្សាបែបណាដែលស័ក្តិសមបំផុតសម្រាប់ពួកគេនិងចំណូលចិត្តក្នុងការរៀនសូត្រដើម្បីបង្កើតជាវិធីសាស្ត្រនៃការសិក្សាមួយដែលសមស្របទៅតាមតម្រូវការជាក់ស្ដែងរបស់សិស្សម្នាក់ៗផ្អែកលើទិន្នន័យទាំងនេះប្រព័ន្ធនឹងផ្ដល់នូវលំហាត់អនុវត្តឲ្យចំគោលដៅដែលសិស្សកំពុងខ្វះខាតនិងណែនាំនៅឯកសារជំនួយបន្ថែមផ្សេងៗដោយស្វ័យប្រវត្តិមុខងារគន្លឹះរបស់ AI ក្នុងកម្មវិធីសិក្សាផ្ទាល់ខ្លួនមានដូចជាប្រព័ន្ធបង្រៀនឆ្លាតវៃដែលដើរដោយបច្ចេកវិទ្យា AI មានសមត្ថភាពធ្វើត្រាប់តាមការបង្រៀនដែលមានលក្ខណៈបុគ្គលដោយការជ្រើសរើសវិធីពន្យល់ទៅតាមការឆ្លើយតបរបស់សិស្សម្នាក់ៗប្រព័ន្ធនេះផ្ដល់នូវមតិកែលម្អដែលជាក់លាក់និងអាចយកទៅអនុវត្តបានដើម្បីជួយឲ្យសិស្សានុសិស្សរកឃើញនិងកែតម្រូវកំហុសរបស់ពួកគេដោយខ្លួនឯង AI វាតម្លៃលទ្ធផលសិក្សាតាមរយៈការដាក់ពិន្ទុដោយស្វ័យប្រវត្តិជាពិសេសសម្រាប់ការប្រឡងបែបជ្រើសរើសចម្លើយកម្រងសំណួរខ្លីៗនិងសូម្បីតែការឆ្លើយសំណួរបែបអត្ថាធិប្បាយដោយប្រើប្រាស់បច្ចេកវិទ្យាដំណើរការភាសាបែបធម្មជាតិមុខងាររបស់ AI ក្នុងការគ្រប់គ្រងប្រព័ន្ធរដ្ឋបាល AI អាចជួយក្នុងប្រព័ន្ធរដ្ឋបាលរបស់ស្ថាប័ននានារួមទាំងស្ថាប័នក្នុងវិស័យអប់រំដោយជួយលើផ្នែកមួយចំនួនដូចជាការចុះឈ្មោះចូលរៀនលុបឈ្មោះការបែងចែកវគ្គនិងមុខវិជ្ជាសម្រាប់សិក្សាការបែងចែកថ្នាក់និងបន្ទប់រៀនការបង់ថ្លៃការសិក្សាបង់ពន្ធការបង្កើនប្រសិទ្ធភាពការវិភាគនិងការវិតម្លៃហិរញ្ញវត្ថុជាដើមកត្តាដែលជ្រើសរើស AI នៅក្នុងប្រព័ន្ធរដ្ឋបាលនេះព្រោះការទាមទារមានកម្រិតតិចតួចដោយគ្រាន់តែតម្រូវឲ្យមនុស្សវាបញ្ចូលតួលេខចូលតាមតារាងដែលបានចែករួចបន្ទាប់មក AI នឹងរៀបចំចាត់ចែងទៅតាមមុខងារនីមួយៗតែម្ដងចំណុចដែលសំខាន់នោះគឺ AI មិនត្រូវការចំណាយច្រើនឡើយនឹងធ្វើការបានត្រឹមត្រូវលឿនកាត់បន្ថយហានិភ័យនៅក្នុងប្រព័ន្ធនិងជាពិសេសរក្សាទិន្នន័យមិនឲ្យបាត់បង់ជាមួយនឹងប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុតបញ្ហាប្រឈមនៃការប្រើប្រាស់ AI ក្នុងការអប់រំខណៈការប្រើប្រាស់ AI ក្នុងវិស័យអប់រំអាចជួយឲ្យការបង្រៀនរបស់គ្រូបង្រៀនបានកាន់តែប្រសើរឡើងគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្តនិងការគ្រប់គ្រងជំរុញបទពិសោធន៍សិក្សាផ្ទាល់ខ្លួនស្របតាមកម្រិតសិស្សម្នាក់ៗប៉ុន្តែ AI ក៏នាំមកនូវបញ្ហាប្រឈមមួយចំនួនដូចជាហានិភ័យផ្នែកអប់រំនិងគរុកោសល្យហានិភ័យនៃការលួចចម្លងរបស់សិស្សការកើនឡើងយ៉ាងខ្លាំងចំពោះសិស្សដែលប្រើប្រាស់ឧបករណ៍ AI ដើម្បីសរសេរកិច្ចការសាលានិងការប្រឡងដែលបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាលួចចម្លងឬការប្រើប្រាស់ខ្លឹមសារពី AI ទាំងស្រុងការរំខានដល់ការវិតម្លៃការយល់ដឹងភាពងាយស្រួលដែលឧបករណ៍ AI អាចបំពេញកិច្ចការសាលាជំនួសសិស្សបានធ្វើឲ្យគ្រូបង្រៀនពិបាកក្នុងការវិតម្លៃការសិក្សាជាមូលដ្ឋានព្រោះកិច្ចការក្នុងថ្នាក់លែងឆ្លុះបញ្ចាំងពីដំណើរការយល់ដឹងពិតប្រាកដរបស់សិស្សដូចមុនក្តីបារម្ភអំពីគុណភាពការរក្សាស្តង់ដារនិងធានាថាខ្លឹមសារដែលបង្កើតឡើងដោយ AI ស្របនឹងគោលបំណងនៃការអប់រំគឺជាកត្តាដ៏សំខាន់បំផុតការពឹងផ្អែកខ្លាំងពេកលើឧបករណ៍ AI អាចនាំឲ្យមានការធ្លាក់ចុះនូវគុណភាពនិងភាពសម្បូរបែបនៃខ្លឹមសារអប់រំព្រមទាំងមានហានិភ័យក្នុងការបន្តឲ្យមានភាពមិនត្រឹមត្រូវឬភាពលំអៀងដែលមាននៅក្នុងទិន្នន័យបណ្ដុះបណ្ដាលនៃគំរូ AI នោះផងដែរកង្វះជំនាញបច្ចេកទេសគ្រូបង្រៀនមួយចំនួនអាចនឹងជួបការលំបាកដោយសារតែកង្វះខាតជំនាញបច្ចេកទេសដើម្បីអាចសរសេរបទបញ្ជាប្រកបដោយប្រសិទ្ធភាពសម្រាប់ឧបករណ៍ AI គ្រូបង្រៀនចាំបាច់ត្រូវយល់ដឹងពីរបៀបបង្កើតសំណួរដែលអាចទាញយកចម្លើយដែលចង់បានពីប្រព័ន្ធ AI ទាំងនោះដែលជារឿយៗកិច្ចការនេះអាចនឹងទាមទារឲ្យមានចំណេះដឹងអំពីដំណើរការជាមូលដ្ឋាននៃប្រព័ន្ធបច្ចេកវិទ្យាថែមទៀតផងឧបសគ្គក្នុងការអនុវត្តនិងប្រព័ន្ធគ្រប់គ្រងគម្លាតជំនាញ Digital និងកង្វះធនធានមនុស្សសកលខណៈពេលដែលសក្តានុពលនៃ AI និងបច្ចេកវិទ្យា Digital ផ្សេងៗកំពុងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចប៉ុន្តែជាមួយគ្នានេះក៏មានបញ្ហាប្រឈមមួយចំនួនជាក់ស្ដែងកង្វះខាតមូលធនមនុស្សដែលមានជំនាញផ្នែក AI នៅកម្រិតសកលយោងតាមការស្ទង់មតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោកបានបង្ហាញថា 68% នៃនាយកប្រតិបត្តិមានគម្លាតជំនាញ AI ពីកម្រិតមធ្យមទៅខ្ពស់វិសមភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ការដាក់បញ្ចូល AI ក្នុងប្រព័ន្ធអប់រំអាចនឹងកាន់តែធ្វើឲ្យលេចធ្លោឡើងនៅគម្លាត Digital រវាងគ្រឹះស្ថានសិក្សានិងរវាងសិស្សានុសិស្សពោលគឺមិនមែនអ្នកសិក្សាគ្រប់រូបសុទ្ធតែមានឱកាសក្នុងការប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពី AI នោះឡើយហេតុនេះស្ថាប័នអប់រំចាំបាច់ត្រូវធានាថារាល់ធនធាននិងហេដ្ឋារចនាសម្ព័ន្ធ Digital
ត្រូវបានបែងចែកប្រកបដោយសមធម៌សម្ដៅបង្ការនិងជៀសវាងការរីកធំឡើងនៃគម្លាតសមត្ថភាពរៀនសូត្ររវាងសិស្សនិងសិស្សបន្ទុកលើការបណ្ដុះបណ្ដាលបន្ថែមនិងការសម្របខ្លួនរបស់គ្រូការដាក់បញ្ចូល AI ទៅក្នុងប្រព័ន្ធអប់រំតម្រូវឲ្យមានក្របខ័ណ្ឌរចនាសម្ព័ន្ធជាប្រព័ន្ធនិងការខិតខំប្រឹងប្រែងផ្នែកគោលនយោបាយការផ្លាស់ប្ដូរទៅរកការបង្រៀនដែលមានជំនួយពី AI ត្រូវតែរៀបចំឡើងដោយហ្មត់ចត់ដើម្បីឲ្យគ្រូបង្រៀនអាចគ្រប់គ្រងល្បឿននៃការធ្វើស្វ័យប្រវត្តិកម្មដ៏លឿននេះបានព្រមទាំងទទួលបានការបណ្ដុះបណ្ដាលបង្កើនជំនាញជាបន្តបន្ទាប់បញ្ហាសុវត្ថិភាពទិន្នន័យនិងសីលធម៌ឯកជនភាពទិន្នន័យការព្រួយបារម្ភអំពីរបៀបដែលទិន្នន័យរបស់សិស្សត្រូវបានប្រមូលរក្សាទុកនិងយកទៅប្រើប្រាស់បានធ្វើឲ្យគ្រូមួយចំនួនសម្រេចចិត្តហាមឃាត់ឬលុបបំបាត់ការប្រើប្រាស់ AI នៅក្នុងថ្នាក់រៀនទាំងស្រុងភាពលំអៀងនៃក្បួនដោះស្រាយកម្មវិធី AI ប្រឈមនឹងហានិភ័យក្នុងការដំណើរការឬបង្កើតខ្លឹមសារដែលចេញពីភាពលំអៀងដោយមិនដឹងខ្លួនឬភាពលំអៀងជាប្រព័ន្ធអប់រំត្រូវតែបង្រៀនសិស្សយ៉ាងសកម្មអំពីរបៀបដែលទិន្នន័យត្រូវបានកែច្នៃនិងរបៀបដែលភាពលំអៀងរបស់ AI ដំណើរការហានិភ័យសន្តិសុខ Cyber ការការពារសន្តិសុខនិងភាពត្រឹមត្រូវនៃក្បួនដោះស្រាយរបស់ប្រព័ន្ធ AI ក្នុងវិស័យអប់រំគឺជាឧបសគ្គចម្បងមួយសាលារៀនប្រឈមនឹងហានិភ័យនានាដែលពាក់ព័ន្ធនឹងការលួចចូលប្រព័ន្ធទិន្នន័យការលួច hack និងការបន្លំក្បួនដោះស្រាយ AI ដោយចេតនាអាក្រក់ជាការពិតណាស់ AI អាចជួយពង្រីកលទ្ធភាពនៃការអប់រំព្រមទាំងផ្ដល់កម្មវិធីជំនួយដើម្បីសម្រាលបន្ទុកការងារនិងគាំទ្រដល់គ្រូបង្រៀនប៉ុន្តែ AI មិនអាចជំនួសគ្រូបង្រៀនបានទេដូច្នេះការដោះស្រាយបញ្ហា AI នៅពេលនេះគឺដើម្បីធានាថាបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ដោយមានប្រសិទ្ធភាពសុក្រឹតភាពនិងមិនផ្ដល់ជាផលប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធអប់រំការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌និងការទទួលខុសត្រូវនៅក្នុងការអប់រំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការប្រើប្រាស់ AI ក្នុងវិស័យអប់រំបានបោះជំហានទៅមុខយ៉ាងខ្លាំងដោយបានប្រែក្លាយពីឧបករណ៍សម្រាប់សាកល្បងមកជាផ្នែកមួយនៃការអនុវត្តប្រចាំថ្ងៃទាំងក្នុងគ្រឹះស្ថានឧត្តមសិក្សាសាលារៀននិងការបណ្ដុះបណ្ដាលផ្ទៃក្នុងរបស់ក្រុមហ៊ុនកម្មវិធី AI ត្រូវបានយកមកប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការជួយសម្រួលដល់កិច្ចការងារដូចជាការរៀបចំផែនការបង្រៀននិងខ្លឹមសារមេរៀនដែលអាចបត់បែនតាមគោលដៅនៃការសិក្សាព្រមទាំងការរចនាកម្រងសំណួរវិតម្លៃចំណេះដឹងដោយស្វ័យប្រវត្តិដែលធ្វើឲ្យកាន់តែងាយស្រួលក្នុងការវិតម្លៃវឌ្ឍនភាពរបស់សិស្សបន្ថែមពីនេះបច្ចេកវិទ្យានេះបានធ្វើបរិវត្តកម្មដល់ការសិក្សាដែលមានលក្ខណៈផ្ទាល់ខ្លួនតាមរយៈការវិភាគលើល្បឿននិងកំហុសរបស់សិស្សរួចផ្ដល់នូវការពន្យល់និងលំហាត់បន្ថែមដែលត្រូវនឹងសមត្ថភាពជាក់ស្ដែងដែលនេះជាការជួយសម្រាលបន្ទុកការងារនិងការរៀបចំរចនាសម្ព័ន្ធមេរៀនរបស់គ្រូបង្រៀនយ៉ាងច្រើនដើម្បីឲ្យពួកគាត់មានពេលវេលាកាន់តែច្រើនក្នុងការណែនាំនិងជួយគាំទ្រសិស្សដោយផ្ទាល់ទោះជាយ៉ាងណាស្របពេលដែលសាលារៀននិងសាកលវិទ្យាល័យកាន់តែច្រើនឡើងកំពុងធ្វើសមាហរណកម្ម AI ក្នុងប្រព័ន្ធអប់រំសំណួរជំវិញក្រមសីលធម៌តម្លាភាពនិងគុណភាពទិន្នន័យជាដើមបានក្លាយជារឿងចាំបាច់សម្រាប់ស្ថាប័នដែលប្រើប្រាស់បច្ចេកវិទ្យានេះត្រូវគិតគូរ AI ផ្ដល់ឲ្យនូវអត្ថប្រយោជន៍យ៉ាងច្រើនប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យានេះក៏តម្រូវឲ្យគ្រឹះស្ថានអប់រំត្រូវតែគិតគូរនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនដើម្បីធានាថាការទាញយកប្រយោជន៍ពី AI ធ្វើឡើងប្រកបដោយប្រសិទ្ធភាពសមធម៌និងសុវត្ថិភាពជាក់ស្ដែងការប្រមូលនិងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់សិស្សបង្កើតបានជាសំណួរទាក់ទងនឹងឯកជនភាពនៃទិន្នន័យសាលារៀនគួរតែធានាការអនុលោមតាមបទបញ្ញត្តិទាក់ទងនឹងការប្រើប្រាស់ AI អនុវត្តការការពារសមស្របតាមអាយុសម្រាប់សិស្សតូចៗនិងផ្ដល់តម្លាភាពអំពីទិន្នន័យដែលត្រូវបានប្រមូលរបៀបដែលទិន្នន័យត្រូវបានប្រើប្រាស់និងកំណត់សិទ្ធិចូលប្រើប្រាស់ដើម្បីការពារឯកជនភាពរបស់សិស្សស្របពេលដែលទាញយកប្រយោជន៍ពីបច្ចេកវិទ្យានេះក្នុងការធ្វើឲ្យការបង្រៀននិងការសិក្សាមានភាពប្រសើរឡើង AI អាចគាំទ្រដល់ដំណើរការបង្រៀនប៉ុន្តែបច្ចេកវិទ្យានេះមិនអាចជំនួសគ្រូឬទទួលខុសត្រូវចំពោះជំរឿសគរុកសលបានទេព្រោះគ្រូបង្រៀនមានការយល់ដឹងអំពីបរិបទអារម្មណ៍និងការវិនិច្ឆ័យវិជ្ជាជីវៈដែលក្បួនដោះស្រាយមិនអាចចម្លងបានក្នុងន័យនេះគ្រូបង្រៀននៅតែទទួលខុសត្រូវចំពោះខ្លឹមសារមេរៀនរបៀបដែលមេរៀនត្រូវបានផ្ដល់ជូននិងផលប៉ះពាល់ដែលមានលើអ្នកសិក្សាដែលនេះសង្កត់ធ្ងន់លើគោលការណ៍សំខាន់មួយថាបើទោះបីជាមានជំនួយពីបច្ចេកវិទ្យានេះក៏ការសម្រេចចិត្តក្នុងការអប់រំនៅតែស្ថិតលើមនុស្សជាមួយគ្នានេះគ្រូបង្រៀនក៏ដូចជាគ្រឹះស្ថានអប់រំក៏ត្រូវយកចិត្តទុកដាក់លើភាពលំអៀងនៃក្បួនដោះស្រាយព្រោះថា AI ដែលរៀនពីសំណុំទិន្នន័យចាស់អាចនឹងឆ្លុះបញ្ចាំងនិងបង្កើតឡើងវិញនូវភាពលំអៀងសង្គមដែលមានក្នុងទិន្នន័យទាំងនោះដែលជាហេតុអាចជំរុញវិសមភាពអប់រំដែលមានស្រាប់ជាជាងជួយកាត់បន្ថយក្នុងន័យនេះគ្រូបង្រៀនត្រូវតែមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការណែនាំឬមាតិកាដែលបង្កើតឡើងដោយ AI តាមរយៈការវាយតម្លៃដោយហ្មត់ចត់និងការយល់ដឹងពីភាពលំអៀងនៃក្បួនដោះស្រាយក្រៅពីនេះ
នៅពេលនិយាយអំពីការប្រើប្រាស់ AI គ្រូបង្រៀនតែងតែលើកឡើងពីការចម្លងទាំងស្រុងពីខ្លឹមសារផ្ដល់ឲ្យដោយ AI ដែលនេះជាកង្វល់ចម្បងរបស់ពួកគេដូច្នេះសំណួរសួរថាតើយើងមិនគួរអនុញ្ញាតឲ្យសិស្សប្រើប្រាស់បច្ចេកវិទ្យាទេឬបង្រៀនពួកគេឲ្យចេះប្រើប្រាស់បច្ចេកវិទ្យានេះឲ្យបានត្រឹមត្រូវ AI មិនមែនជាជម្រើសទៀតទេប៉ុន្តែជាតម្រូវការសម្រាប់ពេលបច្ចុប្បន្នក្នុងន័យនេះជាជាងជ្រើសរើសការបិទមិនឲ្យសិស្សប្រើប្រាស់គ្រឹះស្ថានអប់រំឬគ្រូបង្រៀនគួរតែជំរុញការបង្រៀនសិស្សពីរបៀបប្រើប្រាស់ AI ជាជំនួយសម្រាប់ការរៀនសូត្រជាជាងពឹងផ្អែកលើបច្ចេកវិទ្យានេះទាំងស្រុងជាមួយគ្នានេះសិស្សក៏ត្រូវច្បាស់លាស់និងស្មោះត្រង់ដូចគ្នាអំពីរបៀបដែល AI ត្រូវបានប្រើប្រាស់ក្នុងការងាររបស់ខ្លួនដោយត្រូវប្រើប្រាស់ឧបករណ៍ AI ជាជំនួយគាំទ្រដល់ការរៀនសូត្រមិនមែនជំនួសការត្រិះរិះពិចារណាឬបញ្ញារបស់ខ្លួនឯងនោះទេជារួមបច្ចេកវិទ្យាមិនមែនកសាងទំនុកចិត្តដោយឯកឯងនោះទេប៉ុន្តែគឺមនុស្សដែលត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រងយល់ពីរបៀបដែលបច្ចេកវិទ្យាដំណើរការនិងត្រូវធានាការប្រើប្រាស់មានភាពត្រឹមត្រូវនិងក្រមសីលធម៌ករណីសិក្សាប្រទេសកម្ពុជានៅក្នុងយុគសម័យ Digital បញ្ញាសិប្បនិម្មិតបានប្រែក្លាយជាជំនួយការឆ្លាតវៃដ៏មានឥទ្ធិពលដែលកំពុងផ្លាស់ប្ដូរគ្រប់ទិដ្ឋភាពនៃការរស់នៅប្រចាំថ្ងៃចាប់ពីរបៀបនៃការធ្វើការងារការប្រាស្រ័យទាក់ទងរហូតដល់វិធីសាស្ត្របង្រៀននិងការរៀនសូត្រដូច្នេះកម្ពុជាត្រូវធានាថាការអប់រំរបស់ខ្លួនដើរទាន់សម័យកាលនិងឆ្លើយតបនឹងបរិបទថ្មីនេះជាក់ស្ដែងការវិវត្តនៃ AI នៅក្នុងវិស័យអប់រំមានការកើនឡើងគួរឲ្យកត់សម្គាល់ទាំងកម្រិតនៃការប្រើប្រាស់របស់គ្រូបង្រៀននិងសិស្សានុសិស្សក៏ដូចជាការកើនឡើងនៃចំនួនគ្រឹះស្ថានអប់រំដែលផ្ដល់ជូនជំនាញ AI នៅថ្នាក់ឧត្តមសិក្សាផងដែរយ៉ាងណាមិញការរីករាលដាលយ៉ាងរហ័សនៃឧបករណ៍ AI នៅក្នុងប្រព័ន្ធអប់រំកម្ពុជានាពេលបច្ចុប្បន្នក៏កំពុងបង្កើតជាក្តីបារម្ភពីសំណាក់អ្នកជំនាញផងដែរសិស្សនិស្សិតមួយចំនួនធំបាននឹងកំពុងប្រើប្រាស់កម្មវិធីទំនើបដូចជា ChatGPT និង Gemini យ៉ាងទូលំទូលាយក្នុងការធ្វើកិច្ចការសាលាឬការស្រាវជ្រាវដោយក្នុងនោះមាននិន្នាការចម្លងយកខ្លឹមសារស្ទើរតែទាំងស្រុងដោយខ្វះការពិចារណាឬស្រាវជ្រាវបន្ថែមដែលការអនុវត្តបែបនេះអាចជះឥទ្ធិពលអវិជ្ជមានដល់គុណភាពសិក្សារារាំងការអភិវឌ្ឍបញ្ញានិងបន្ទាបសមត្ថភាពក្នុងការគិតបែបស៊ីជម្រៅរបស់យុវជនជំនាន់ក្រោយដូច្នេះសមត្ថភាពក្នុងការគ្រប់គ្រងការយល់ដឹងពីដំណើរការរបស់បច្ចេកវិទ្យាព្រមទាំងការអនុវត្តប្រកបដោយភាពត្រឹមត្រូវនិងក្រមសីលធម៌បានក្លាយជារឿងដ៏សំខាន់បំផុតនៅក្នុងបរិបទបច្ចុប្បន្នការប្រើប្រាស់ AI មិនមែនជាជម្រើសដែលអាចរំលងបានទៀតឡើយប៉ុន្តែចំណុចគន្លឹះគឺទាមទារឲ្យក្រសួងស្ថាប័នពាក់ព័ន្ធកំណត់ឲ្យបានច្បាស់លាស់នៅក្របខ័ណ្ឌការងារនិងមិនគួរពន្យាពេលក្នុងការបង្កើតគោលការណ៍ណែនាំស្តីពីការប្រើប្រាស់បច្ចេកវិទ្យានេះឡើយដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាផងនិងការពារគុណភាពនៃការអប់រំផងការរៀនរស់និងការបំពេញការងារជាមួយ AI ដោយភាពឆ្លាតវៃនឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការផ្លាស់ប្ដូរទម្រង់មុខមាត់ថ្មីនៃប្រព័ន្ធអប់រំនៅកម្ពុជាឲ្យកាន់តែមានភាពជឿនលឿនបត់បែននិងប្រកបដោយសមធម៌ក្នុងយុគសម័យ Digital ឈរលើស្មារតីនេះរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធមិនបានមើលរំលងនូវសក្តានុពលនិងហានិភ័យនៃបច្ចេកវិទ្យាដែលកំពុងវិវត្តនេះឡើយតាមរយៈកិច្ចសហការគ្រប់ភាគីពាក់ព័ន្ធបាននឹងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំផែនការសកម្មភាពជាក់ស្ដែងដើម្បីតម្រង់ទិសដៅបរិវត្តកម្ម Digital ជាពិសេសជំរុញការប្រើប្រាស់ AI នៅក្នុងវិស័យអប់រំប្រកបដោយប្រសិទ្ធភាពនិងត្រឹមត្រូវកិច្ចខិតខំប្រឹងប្រែងទាំងនោះរួមមានឯកសារណែនាំស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់គ្រូបង្រៀនក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញនូវឯកសារណែនាំស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់គ្រូបង្រៀនដើម្បីឆ្លើយតបទៅនឹងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅក្នុងវិស័យអប់រំសម្ដៅជួយបង្កើនសមត្ថភាពគ្រូនិងសិស្សានុសិស្សតាមរយៈឯកសារណែនាំស្តីពីបញ្ញាសិប្បនិម្មិតលោកគ្រូអ្នកគ្រូនឹងទទួលបានចំណេះដឹងនិងជំនាញសំខាន់រួមមានទី1បច្ចេកទេសប្រើប្រាស់ AI ចេះប្រើ Google Gemini និង Notebook LM សម្រាប់ការងារប្រចាំថ្ងៃទី2ការសរសេរ prompt រៀនពីរបៀបបញ្ជា AI ឲ្យជួយរៀបចំកិច្ចតែងការបង្រៀនបង្កើតវិញ្ញាសាប្រឡងនិងបង្កើតវីដេអូអប់រំខ្លីៗទី3បង្កើនអន្តរកម្មក្នុងថ្នាក់វិធីសាស្ត្របង្រៀនបែបសិស្សមជ្ឈមណ្ឌលដោយប្រើឧបករណ៍ AI ទំនើបនិងទី4ក្រមសីលធម៌និងសុវត្ថិភាពការប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវនិងការពារឯកជនភាពមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំរាជរដ្ឋាភិបាលបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំដោយបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025មជ្ឈមណ្ឌលនេះបង្កើតឡើងដើម្បីជួយគាំទ្រការរៀននិងការបង្រៀនរបស់គ្រូនិងសិស្សានុសិស្សកម្រិតឧត្តមសិក្សានិងមធ្យមសិក្សាឲ្យប្រើប្រាស់ AI សម្ដៅបង្កើនគុណភាពអប់រំនិងជំរុញឲ្យ
ការសិក្សាកាន់តែមានប្រសិទ្ធភាពមជ្ឈមណ្ឌលនេះក៏ជាកន្លែងផ្សារភ្ជាប់រវាងគោលនយោបាយរបស់រដ្ឋាភិបាលឆ្លុះបញ្ចាំងនឹងបទពិសោធន៍និងការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការអប់រំជាក់ស្ដែងប្រកបដោយបរិយាបន្ននិងការទទួលខុសត្រូវសម្រាប់ការសិក្សាស្រាវជ្រាវទាំងលើការរៀននិងបង្រៀននិងពង្រឹងគុណភាពអប់រំកាន់តែប្រសើរកម្មវិធីការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសិប្បនិម្មិតកម្មវិធីនេះគឺជាគំនិតផ្ដួចផ្ដើមរបស់មូលនិធិអាស៊ានដែលដំណើរការចាប់ពីឆ្នាំ2024ដល់ឆ្នាំ2026និងទទួលមូលនិធិគាំទ្រចំនួន$5 លានពីក្រុមហ៊ុន Google.org កម្មវិធីនេះមានគោលបំណងកសាងប្រជាជាតិអាស៊ានដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ពេលអនាគតតាមរយៈការពង្រឹងចំណេះដឹងផ្នែក AI និងការយល់ដឹងអំពីក្រមសីលធម៌តាមរយៈវិធីសាស្ត្រចម្រុះគ្របដណ្ដប់លើការស្រាវជ្រាវការបង្កើតគោលនយោបាយការបណ្ដុះបណ្ដាលបែបបរិយាបន្ននិងយុទ្ធនាការយល់ដឹងពី AI ក្នុងតំបន់គំនិតផ្ដួចផ្ដើមនេះនឹងបណ្ដុះបណ្ដាលអ្នកសម្របសម្រួលចំនួន2000នាក់ដើម្បីផ្ដល់វគ្គបណ្ដុះបណ្ដាលអក្ខរកម្ម AI ដែលធ្វើមូលដ្ឋានីយកម្មស៊ីជម្រៅដល់យុវជនឪពុកម្ដាយនិងអ្នកអប់រំសរុប800,000នាក់ជាពិសេសនៅក្នុងសហគមន៍ងាយរងគ្រោះនៅទូទាំងរដ្ឋសមាជិកអាស៊ានទាំង10ប្រទេសកម្មវិធីនេះក៏មានវត្តមាននៅកម្ពុជាដោយមានអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជាជាអ្នកអនុវត្តនិងមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានបរិវត្តកម្ម Digital នៃក្រសួងអប់រំយុវជននិងកីឡាកម្មវិធីនេះបានធ្វើការបណ្ដុះបណ្ដាលអំពីអក្ខរកម្មបញ្ញាសិប្បនិម្មិតដល់គ្រូបង្រៀននិងសិស្សានុសិស្សដោយគិតត្រឹមខែឧសភាឆ្នាំ2026អ្នកទទួលផលពីកម្មវិធីនេះសរុបជាង166,750 នាក់នៅទូទាំងប្រទេសកម្ពុជាកម្មវិធី Technovation Girl Cambodia and Future Digital Talents Tech for Kids Academy បានសហការជាមួយក្រសួងអប់រំយុវជននិងកីឡាក្នុងការរៀបចំកម្មវិធី Technovation Girl Cambodia and Future Digital Talentsនេះដែលជាកម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់អន្តរជាតិនិងកម្រិតថ្នាក់ជាតិក្រៅម៉ោងសិក្សាដោយផ្អែកលើគម្រោងដែលផ្ដល់ឱកាសឲ្យសិស្សានុសិស្សអាយុចាប់ពី8ដល់18ឆ្នាំទទួលបានការអប់រំផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនិងសហគ្រិនភាពដោយបំលែងគំនិតអាជីវកម្មរបស់ពួកគាត់ទៅជាកម្មវិធីទូរស័ព្ទដៃដើម្បីអាចដោះស្រាយបញ្ហានៅក្នុងសហគមន៍និងសកលលោកកម្មវិធីនេះមិនត្រឹមតែជាការប្រកួតប្រជែងយកឈ្នះចាញ់នោះទេប៉ុន្តែជាវេទិកាដែលជួយឲ្យស្ត្រីវ័យក្មេងកម្ពុជាមានភាពក្លាហានចេះសហការគ្នានិងអភិវឌ្ឍបំណិនសតវត្សទី21កម្មវិធីនេះមិនត្រឹមតែផ្ដល់ឱកាសឲ្យអ្នកចូលរួមធ្វើការប្រកួតនៅក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែក្រុមដែលទទួលបានជ័យលាភីក៏មានឱកាសតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Technovation Girls ថ្នាក់អន្តរជាតិផងដែរប្រទេសហ្វាំងឡង់សិលធម៌នវានុវត្តន៍និងការរៀនសូត្រជាមួយ AI ក្នុងសាលារៀនហ្វាំងឡង់ត្រូវបានទូទាំងសកលលោកទទួលស្គាល់ជាយូរមកហើយថាជាប្រទេសដែលមានប្រព័ន្ធអប់រំឈានមុខគេប៉ុន្តែមកទល់បច្ចុប្បន្នប្រទេសនេះមិនបានបញ្ឈប់ការអភិវឌ្ឍនោះទេពលគឺកំពុងបោះជំហានទៅមុខយ៉ាងម៉ត់ចត់និងមានគោលដៅច្បាស់លាស់បំផុតបញ្ញាសិប្បនិម្មិតកំពុងត្រូវបានបញ្ចូលក្នុងដំណើរការសិក្សាប្រចាំថ្ងៃប៉ុន្តែមិនមែនក្នុងនាមជាឧបករណ៍មកជំនួសគ្រូបង្រៀនឡើយគឺក្នុងនាមជាជំនួយការដ៏មានឥទ្ធិពលម្នាក់នៅក្នុងសាលារៀនហ្វាំងឡង់ការប្រើប្រាស់ AIមិនមែនដើម្បីឲ្យម៉ាស៊ីនមកគ្រប់គ្រងមនុស្សនោះទេប៉ុន្តែគឺដើម្បីជួយឲ្យមនុស្សអាចរៀនសូត្របានកាន់តែប្រសើរ AI ដើរតួជាអ្នកគាំទ្រគ្រូបង្រៀនណែនាំសិស្សនិងបង្កើតបរិយាកាសសិក្សាដែលជំរុញឲ្យគ្រប់គ្នាអាចសម្រេចបានជោគជ័យ AI បានក្លាយជាកាតាលីករជំរុញល្បឿនក្នុងការលើកកម្ពស់គុណវុឌ្ឍិនៃវិធីសាស្ត្រអប់រំរបស់ប្រទេសហ្វាំងឡង់ដោយផ្អែកលើទិដ្ឋភាពសំខាន់រួមមានទស្សនវិជ្ជាលើគ្រឹះដ៏រឹងមាំនៅពីក្រោយភាពជោគជ័យនៃ AI ក្នុងប្រព័ន្ធអប់រំរបស់ប្រទេសហ្វាំងឡង់ប្រព័ន្ធអប់រំរបស់ហ្វាំងឡង់ត្រូវបានកសាងឡើងនៅលើទំនុកចិត្តមានគ្រូបង្រៀនសុទ្ធតែជាអ្នកមានវិជ្ជាជីវៈដែលទទួលបានការបណ្ដុះបណ្ដាលក្នុងកម្រិតខ្ពស់និងមានសេរីភាពពេញលេញក្នុងការរចនាមេរៀនដើម្បីជួយដល់ការរៀនសូត្ររបស់សិស្សឲ្យចំគោលដៅក្នុងប្រព័ន្ធអប់រំហ្វាំងឡង់មានសម្ពាធតិចតួចណាស់ពីការប្រឡងវាស់ស្ទង់ស្តង់ដារប៉ុន្តែផ្ដោតសំខាន់លើការរីកចម្រើនខាងចំណេះដឹងការចង់ចេះចង់ដឹងនិងសុខុមាលភាពរបស់សិស្សទស្សនវិជ្ជានេះបានបង្កើតជាបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់ AI ព្រោះ AI អាចដំណើរការទៅបានល្អបំផុតនៅក្នុងប្រព័ន្ធអប់រំដែលមានភាពបត់បែន AI មានប្រសិទ្ធភាពខ្ពស់នៅក្នុងប្រព័ន្ធដែលឲ្យតម្លៃលើវឌ្ឍនភាពបុគ្គលជាងការបង្ខំឲ្យទទួលបានលទ្ធផលតាមក្របខ័ណ្ឌរឹងត្អឹងនៅពេលដែល AI ត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធបែបនេះមិនមែនជាការបង្កការរំខានឬការគំរាមកំហែងនោះទេប៉ុន្តែគឺជាការបំពេញបន្ថែមនិងលើកកម្ពស់នៅក្នុងប្រទេសហ្វាំងឡង់សិស្សគ្រប់រូបទទួលបានតម្លៃស្មើគ្នាការរៀនសូត្រត្រូវបានរៀបចំឡើងទៅតាមតម្រូវការជាក់ស្ដែងរបស់សិស្សម្នាក់ៗនិងគ្រូបង្រៀនគឺជាអ្នកធ្វើសេចក្តីសម្រេចចិត្តដែលទទួលបានការទុកចិត្តខ្ពស់វិធីសាស្ត្រដែលផ្ដោតលើមនុស្សជាចម្បងក្នុងការប្រើប្រាស់ AI ប្រកបដោយសីលធម៌នៅក្នុងសាលា
ទស្សនវិជ្ជាដ៏មានឥទ្ធិពលបំផុតមួយនៃអនាគត AI នៅក្នុងសាលារៀន Fanglong គឺការឈរជើងនៅលើគ្រឹះសីលធម៌ដ៏រឹងមាំ Fanglong មិនប្រញាប់ប្រញាល់ក្នុងការទទួលយកបច្ចេកវិទ្យានោះទេប៉ុន្តែពួកគេតែងតែចោទជាសំណួរសំខាន់ជាមុនសិនតើទិន្នន័យរបស់សិស្សត្រូវបានការពារដោយរបៀបណាតើនរណាជាអ្នកគ្រប់គ្រងបច្ចេកវិទ្យានោះតើយើងអាចធានាបាននូវសមធម៌និងភាពយុត្តិធម៌យ៉ាងដូចម្តេចសំណួរទាំងនេះហើយដែលជាត្រីវិស័យសម្រាប់រាល់ការធ្វើសេចក្តីសម្រេចចិត្តការប្រើប្រាស់ AI ក្នុងការអប់រំនៅ Fanglong គឺមានតម្លាភាពសិស្សនិងគ្រូបង្រៀនយល់ដឹងច្បាស់ពីរបៀបដែលឧបករណ៍ទាំងនោះដំណើរការសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនត្រូវបានយកចិត្តទុកដាក់ជាចម្បងហើយប្រព័ន្ធនានាត្រូវបានរចនាឡើងដើម្បីការពារព័ត៌មានដែលងាយរងគ្រោះអ្វីដែលសំខាន់បំផុតនោះគឺ AI មិនដែលត្រូវបានចាត់ទុកជាឧបករណ៍ជំនួសគ្រូបង្រៀននោះឡើយពោលគ្រាន់តែជាប្រព័ន្ធគាំទ្រប៉ុណ្ណោះបន្ថែមពីនេះសិស្សក៏ត្រូវបានបង្រៀនអំពីប្រព័ន្ធ AI ដោយផ្ទាល់ផងដែរពួកគេរៀនសូត្រពីរបៀបដែល AI ដំណើរការស្វែងយល់ពីអត្ថប្រយោជន៍និងកម្រិតកំណត់របស់ AI ការធ្វើបែបនេះជួយបណ្ដុះបណ្ដាលជំនាញគិតបែបស៊ីជម្រៅនិងរៀបចំខ្លួនពួកគេឲ្យរួចរាល់សម្រាប់អនាគត Digital វិធីសាស្ត្របំផុសគំនិត7យ៉ាងដែល AI កំពុងផ្លាស់ប្ដូរទម្រង់ថ្នាក់រៀននៅ Fanglong ការសិក្សាតាមតម្រូវការបុគ្គលសម្រាប់សិស្សគ្រប់រូបសិស្សានុសិស្សម្នាក់ៗមិនមានរបៀបរៀនសូត្រដូចគ្នានោះទេបញ្ញាសិប្បនិម្មិតទទួលស្គាល់និងឆ្លើយតបទៅតាមវិធីសាស្ត្រអនុវត្តខុសៗគ្នានៅក្នុងថ្នាក់រៀនរបស់ប្រទេស Fanglong សិស្សានុសិស្សតែងតែប្រើប្រាស់នៅប្រព័ន្ធ Digital សម្រាប់ការរៀនសូត្រដែលមានលទ្ធភាពសម្របសម្រួលតាមពេលវេលាជាក់ស្ដែងប្រសិនបើសិស្សម្នាក់កំពុងធ្វើលំហាត់គណិតវិទ្យានិងជួបការលំបាកលើមេរៀនប្រភេទសិស្សអាចនឹងទទួលបានការណែនាំជាជំហានយ៉ាងសាមញ្ញក្នុងពេលជាមួយគ្នានេះដែរសិស្សម្នាក់ទៀតដែលមានការយល់ដឹងរហ័សនឹងទទួលបាននៅលំហាត់ដែលមានកម្រិតស្មុគស្មាញជាងមុនការធ្វើបែបនេះអាចធានាបានថាសិស្សានុសិស្សមិនមានអារម្មណ៍ធុញទ្រាន់ហើយក៏មិនមានអារម្មណ៍ថាត្រូវរងសម្ពាធខ្លាំងពេកនោះដែរពោលគឺអ្នកសិក្សាម្នាក់ៗអាចបោះជំហានទៅមុខក្នុងល្បឿនមួយដែលសមស្របបំផុតសម្រាប់ពួកគេទន្ទឹមនឹងនេះគ្រូបង្រៀនក៏អាចពិនិត្យមើលវឌ្ឍនភាពរបស់សិស្សបានយ៉ាងងាយស្រួលតាមរយៈផ្ទាំងគ្រប់គ្រងទិន្នន័យប្រសិនបើសិស្សណាម្នាក់មិនអាចដោះស្រាយលើប្រធានបទណាមួយអស់រយៈពេល4ទៅ7ថ្ងៃគ្រូបង្រៀនអាចផ្ដល់ជំនួយបានទាន់ពេលវេលាបទពិសោធន៍នៃការសិក្សាបានក្លាយជាដំណើរដែលត្រូវបានរចនាឡើងយ៉ាងសមស្របទៅតាមបុគ្គលម្នាក់ៗដោយមានការរួមផ្សំគ្នារវាងការតម្រង់ទិសដោយ AI និងការយកចិត្តទុកដាក់ពីគ្រូបង្រៀនការផ្ដល់ជំនួយដ៏វៃឆ្លាតរបស់គ្រូបង្រៀននៅតែជាបេះដូងនៃការអប់រំរីឯបញ្ញាសិប្បនិម្មិតគ្រាន់តែជួយដល់ការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវប៉ុណ្ណោះនៅក្នុងការអនុវត្តជាក់ស្ដែងលោកគ្រូអ្នកគ្រូនៅប្រទេស Fanglong អាចប្រើប្រាស់ប្រព័ន្ធដែលដំណើរការដោយ AI ដើម្បីធ្វើសំយោគលើលទ្ធផលសិក្សារបស់សិស្សជំនួសឲ្យការពិនិត្យកិច្ចការសាលារបស់សិស្សម្នាក់ៗដោយដៃពួកគាត់ទទួលបាននូវទិន្នន័យវិភាគយ៉ាងច្បាស់លាស់ដូចជាតើសិស្សណាខ្លះដែលត្រូវការជំនួយបន្ថែមលើជំនាញអំណានសិស្សណាខ្លះកំពុងមានការរីកចម្រើននិងប្រធានបទណាខ្លះដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ជាក់ស្ដែងគ្រូបង្រៀនម្នាក់អាចកត់សម្គាល់ឃើញថាមានសិស្សមួយចំនួនកំពុងជួបការលំបាកលើទម្រង់នៃការសរសេរតែងសេចក្តីជំនួសឲ្យការទាយស្មានរបាយការណ៍ទិន្នន័យនិងបង្ហាញពីគំរូនៃបញ្ហានោះភ្លាមៗដំណើរការនេះជួយសន្សំសំចៃពេលវេលានិងកាត់បន្ថយបន្ទុកការងារដដែលប្រចាំថ្ងៃអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ AI អនុញ្ញាតឲ្យគ្រូបង្រៀនអាចចំណាយពេលលើអន្តរកម្មដែលមានតម្លៃដូចជាការពិភាក្សាការណែនាំតម្រង់ទិសនិងការផ្ដល់កម្លាំងចិត្តដល់សិស្សការអប់រំប្រកបដោយបរិយាបន្នសម្រាប់អ្នកសិក្សាគ្រប់រូបបរិយាបន្នគឺជាតម្លៃស្នូលមួយនៃការអប់រំនៅប្រទេស Fanglong ហើយ AI បានចូលរួមចំណែកយ៉ាងរឹងមាំក្នុងការអនុវត្តការបដិញ្ញាចិត្តនេះសិស្សានុសិស្សដែលមានតម្រូវការសិក្សាខុសៗគ្នាទទួលបានផលប្រយោជន៍យ៉ាងច្រើនពីឧបករណ៍គាំទ្រទាំងនេះកម្មវិធីបំប្លែងអត្ថបទទៅជាសំឡេងអាចជួយដល់សិស្សដែលមានការលំបាកក្នុងការអានរីឯឧបករណ៍បំប្លែងសំឡេងទៅជាអត្ថបទអនុញ្ញាតឲ្យសិស្សអាចបញ្ចេញមតិយោបល់និងគំនិតផ្សេងៗបានដោយមិនប្រឈមនឹងកម្រិតក្នុងការសរសេរនៅក្នុងថ្នាក់រៀនមួយចំនួន AI ថែមទាំងអាចកែសម្រួលកម្រិតនៃការអានដោយស្វ័យប្រវត្តិទៀតផងសិស្សម្នាក់ដែលកំពុងអានសៀវភៅរឿងដូចមិត្តរួមថ្នាក់ដទៃទៀតអាចនឹងមើលឃើញអត្ថបទជាទម្រង់សាមញ្ញជាងមុនប៉ុន្តែពួកគេនៅតែអាចចូលរួមក្នុងមេរៀននិងកិច្ចពិភាក្សារួមគ្នាបានដដែលការធ្វើបែបនេះអាចធានាបានថាមិនមានសិស្សណាម្នាក់ត្រូវគេបោះបង់ចោលឬមានអារម្មណ៍ឯកោនោះទេសិស្សគ្រប់រូបសុទ្ធតែអាចចូលរួមចាប់យកចំណេះដឹងនិងឈានទៅរកភាពជោគជ័យជាមួយគ្នាការផ្ដល់មតិកែលម្អស្របតាមពេលវេលាជាក់ស្ដែងដែលជំរុញការអភិវឌ្ឍមតិកែលម្អគឺជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ការរៀនសូត្រប៉ុន្តែការផ្ដល់មតិកែលម្អតាមបែបប្រពៃណីអាចចំណាយពេលយូរ AI បានផ្លាស់ប្ដូរចំណុចនេះដោយធ្វើឲ្យការផ្ដល់មតិកែលម្អអាចប្រព្រឹត្តទៅបានភ្លាមៗនិងអាចយកទៅអនុវត្តបាននៅពេលដែលសិស្សសរសេរតែងសេចក្តីដោយប្រើប្រាស់ឧបករណ៍ Digital
ប្រព័ន្ធអាចផ្ដល់អនុសាសន៍សម្រាប់ការកែលម្អភ្លាមៗលើផ្នែកវេយ្យាករណ៍ទម្រង់រចនាសម្ព័ន្ធឬភាពច្បាស់លាស់នៃអត្ថបទនៅក្នុងលំហាត់គណិតវិទ្យាវិញសិស្សអាចដឹងភ្លាមៗថាតើចម្លើយរបស់ពួកគេត្រឹមត្រូវឬយ៉ាងណាហើយប្រសិនបើមិនត្រឹមត្រូវទេពួកគេនឹងទទួលបាននូវតម្រុយណែនាំដើម្បីតម្រង់ទិសពួកគេបន្ថែមការធ្វើបែបនេះបានបង្កើតនូវវដ្តនៃការរៀនសូត្រជាបន្តបន្ទាប់ដែលសិស្សានុសិស្សអាចសាកល្បងធ្វើការកែសម្រួលនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនស្របតាមពេលវេលាជាក់ស្ដែងជាលទ្ធផលដំណើរការនៃការសិក្សាកាន់តែមានភាពសកម្មនិងការចូលរួមសិស្សានុសិស្សមិនចំណាយពេលរងចាំនោះទេពោលគឺពួកគេកំពុងបោះជំហានទៅមុខជាបន្តបន្ទាប់បទពិសោធន៍ការសិក្សាភាសាបរទេសក្នុងកម្រិតខ្ពស់ប្រទេសហ្វាំងឡង់ឲ្យតម្លៃខ្ពស់លើជំនាញពហុភាសាហើយ AI កំពុងតែធ្វើឲ្យការសិក្សាភាសាកាន់តែមានភាពបត់បែនបច្ចុប្បន្នសិស្សានុសិស្សអាចអនុវត្តជំនាញនិយាយជាមួយឧបករណ៍ដែលដំណើរការដោយ AI ដែលអាចបង្កើតជាកិច្ចសន្ទនាដូចទៅនឹងការប្រាស្រ័យទាក់ទងជាក់ស្ដែងសិស្សដែលកំពុងសិក្សាភាសាអង់គ្លេសអាចនិយាយទៅកាន់កម្មវិធីទូរស័ព្ទដែលកម្មវិធីនោះនឹងឆ្លើយតបមកវិញបែបធម្មជាតិព្រមទាំងផ្ដល់មតិកែលម្អទៅលើការបញ្ចេញសំឡេងយ៉ាងត្រឹមត្រូវឧបករណ៍មួយចំនួនថែមទាំងអាចកែសម្រួលកម្រិតភាពស្មុគស្មាញទៅតាមសមត្ថភាពរបស់អ្នកសិក្សាទៀតផងអ្នកចាប់ផ្ដើមសិក្សាដំបូងនឹងទទួលបាននូវឃ្លាប្រយោគសាមញ្ញៗខណៈដែលអ្នកសិក្សាកម្រិតខ្ពស់អាចចូលរួមក្នុងកិច្ចពិភាក្សាដែលមានលក្ខណៈស៊ីជម្រៅនិងស្មុគស្មាញជាងមុនវិធីសាស្ត្រនេះជួយកាត់បន្ថយភាពភ័យខ្លាចនិងកសាងទំនុកចិត្តលើខ្លួនឯងសិស្សានុសិស្សអាចអនុវត្តការនិយាយបានច្រើនដងតាមតែពួកគេចង់បានដោយមិនមានសម្ពាធឬបារម្ភពីការវាយតម្លៃរបស់អ្នកដទៃឡើយការសិក្សាភាសាបរទេសបានក្លាយជាដំណើរការដែលមានអន្តរកម្មសុវត្ថិភាពនិងពោរពេញដោយភាពរីករាយការជំរុញគំនិតច្នៃប្រឌិតនិងការគិតបែបស៊ីជម្រៅមនុស្សមួយចំនួនមានការព្រួយបារម្ភថា AI អាចនឹងកាត់បន្ថយសមត្ថភាពច្នៃប្រឌិតរបស់មនុស្សប៉ុន្តែនៅក្នុងប្រទេសហ្វាំងឡង់អ្វីដែលកំពុងកើតឡើងគឺផ្ទុយពីនេះដោយសារតែ AI ជួយសម្រាលការងារដែលជាលក្ខណៈដដែលៗដូចជាការធ្វើលំហាត់អនុវត្តមូលដ្ឋានឬការកែតម្រូវកំហុសឆ្គងផ្សេងៗគ្រូបង្រៀនមានពេលវេលាកាន់តែច្រើនក្នុងការរចនាសកម្មភាពបង្រៀនប្រកបដោយគំនិតច្នៃប្រឌិតសិស្សានុសិស្សអាចប្រើប្រាស់ឧបករណ៍ AI ដើម្បីស្រាវជ្រាវព័ត៌មានលើប្រធានបទណាមួយបានយ៉ាងរហ័សរួចធ្វើការជាក្រុមដើម្បីផលិតជាបទបង្ហាញវីដេអូឬគម្រោងផ្សេងៗការធ្វើបែបនេះបានបង្វែរការផ្ដោតសំខាន់ពីការទន្ទិញមេរៀនមកជាការយកចំណេះដឹងទៅអនុវត្តជាក់ស្ដែងវិញនៅក្នុងថ្នាក់រៀនមួយសិស្សានុសិស្សអាចសិក្សាស្វែងយល់ពីការប្រែប្រួលអាកាសធាតុដោយប្រើប្រាស់ឧបករណ៍វិភាគទិន្នន័យជំនួយដោយ AI រួចហើយពួកគេធ្វើបទបង្ហាញពីដំណោះស្រាយផ្ទាល់ខ្លួនរបស់ពួកគេបច្ចេកវិទ្យាគ្រាន់តែជាឧបករណ៍គាំទ្រដល់ដំណើរការសិក្សាប៉ុន្តែគំនិតរិះគិតគឺកើតចេញពីសិស្សានុសិស្សផ្ទាល់លក្ខណៈសិក្សានេះជួយជំរុញឲ្យមានការយល់ដឹងកាន់តែស៊ីជម្រៅភាពច្នៃប្រឌិតនិងការគិតដោយឯករាជ្យការរៀបចំសិស្សានុសិស្សសម្រាប់ទីផ្សារការងារនាពេលអនាគតសិស្សមិនត្រឹមតែប្រើប្រាស់ឧបករណ៍ AI ប៉ុណ្ណោះទេប៉ុន្តែពួកគេថែមទាំងបានរៀនសូត្រពីដំណើរការទៀតផងនៅក្នុងមេរៀនមួយចំនួនសិស្សានុសិស្សបានសិក្សាស្វែងយល់ពីគោលគំនិតមូលដ្ឋាននៃបញ្ហាសិប្បនិម្មិតដូចជាក្បួនដោះស្រាយបញ្ហាដើម្បីធ្វើសេចក្តីសម្រេចចិត្តសិស្សអាចធ្វើការពិសោធន៍ជាមួយគំរូ AI សាមញ្ញដើម្បីយល់ដឹងពីភាពលំអៀងឬភាពត្រឹមត្រូវនៃទិន្នន័យការធ្វើបែបនេះជួយពង្រឹងការយល់ដឹងនិងការទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទន្ទឹមនឹងនេះពួកគេក៏បានអភិវឌ្ឍជំនាញសំខាន់ដែលមិនអាចខ្វះបានដូចជាជំនាញដោះស្រាយបញ្ហាការសហការគ្នានិងសមត្ថភាពបត់បែនជំនាញទាំងនេះសុទ្ធសឹងតែមានតម្លៃណាស់សម្រាប់រាល់អាជីពការងារនាពេលអនាគតតាមរយៈការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យានិងជំនាញរបស់មនុស្សវិស័យអប់រំរបស់ហ្វាំងឡង់មិនត្រឹមតែរៀបចំសិស្សសម្រាប់បំពេញការងារនោះទេប៉ុន្តែគឺសម្រាប់ការរៀនសូត្រពេញមួយជីវិតតែម្ដងទាំងនេះហើយជាជំនាញដ៏ចម្បងនិងចាំបាច់បំផុតសម្រាប់អនាគតប្រទេសហ្វាំងឡង់ជាប្រទេសនាំមុខគេលើសកលលោកក្នុងការអប់រំផ្នែក AI ប្រទេសហ្វាំងឡង់មិនបានឈរជើងតែម្នាក់ឯងក្នុងការបង្កើតទម្រង់អនាគតនៃ AI ក្នុងវិស័យអប់រំនោះទេប្រទេសនេះតែងតែចូលរួមសហការយ៉ាងសកម្មជាមួយក្រុមអ្នកស្រាវជ្រាវអ្នកជំនាញបច្ចេកវិទ្យានិងអង្គការអន្តរជាតិនានាដើម្បីបង្កើតនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់គំនិតផ្ដួចផ្ដើមដ៏លេចធ្លោគឺការផ្ដោតសំខាន់របស់ហ្វាំងឡង់ទៅលើការយល់ដឹងផ្នែក AI កម្មវិធីនានាដូចជាវគ្គសិក្សា AI ជាសាធារណៈនិងកម្មវិធីសិក្សានៅតាមសាលារៀនបានដើរតួជាជំនួយយ៉ាងសំខាន់ដល់សិស្សានុសិស្សនិងយុវជនឲ្យយល់ដឹងច្បាស់ពីរបៀបដែល AI ដំណើរការនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃយោងតាមមជ្ឈមណ្ឌលហ្វាំងឡង់សម្រាប់បញ្ញាសិប្បនិម្មិតបានបង្ហាញថាវិស័យអប់រំដើរតួនាទីជាគន្លឹះក្នុងការកសាងសង្គមមួយដែលត្រៀមលក្ខណៈរួចជាស្រេចសម្រាប់យុគសម័យ AI
ចំណុចនេះមិនមែនមានន័យត្រឹមតែការចេះប្រើប្រាស់ឧបករណ៍ AI ប៉ុណ្ណោះទេប៉ុន្តែរាប់បញ្ចូលទាំងការយល់ដឹងពីផលប៉ះពាល់កម្រិតកំណត់និងទស្សនវិជ្ជាសីលធម៌ផងដែរសាលារៀននៅប្រទេសហ្វាំងឡង់តែងតែចាប់ដៃគូជាមួយបណ្ដាសាកលវិទ្យាល័យនិងក្រុមហ៊ុនបច្ចេកវិទ្យានានាដើម្បីធ្វើតេស្តសាកល្បងឧបករណ៍សិក្សាថ្មីៗកិច្ចសហប្រតិបត្តិការទាំងនេះអាចធានាបានថារាល់ការច្នៃប្រឌិតថ្មីៗសុទ្ធតែពឹងផ្អែកលើការស្រាវជ្រាវច្បាស់លាស់និងមានលក្ខណៈជាក់ស្ដែងអ្នកទំនងដ៏រឹងមាំរវាងវិស័យអប់រំការស្រាវជ្រាវនិងការច្នៃប្រឌិតបានធ្វើឲ្យប្រទេសហ្វាំងឡង់ក្លាយជាអ្នកដឹកនាំសកលកត្តានេះបានបង្ហាញឲ្យសកលលោកឃើញថា AI អាចត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំតាមរយៈវិធីសាស្ត្រមួយដែលហ្មត់ចត់និងផ្អែកលើមនុស្សជាស្នូលបទពិសោធន៍នៃប្រព័ន្ធអប់រំផ្នែក AI នៅប្រទេសហ្វាំងឡង់អនាគតនៃ AI នៅក្នុងសាលារៀនរបស់ប្រទេសហ្វាំងឡង់បានផ្ដល់នូវមេរៀននិងបទពិសោធន៍ដ៏មានតម្លៃជាច្រើនសម្រាប់អ្នកអប់រំនៅជុំវិញសកលលោកមេរៀនគន្លឹះដំបូងគេបង្អស់គឺបច្ចេកវិទ្យាគួរតែដើរតួជាឧបករណ៍គាំទ្រដល់មនុស្សជានិច្ចនៅក្នុងប្រទេសហ្វាំងឡង់គេមិនមែនយក AI មកប្រើប្រាស់គ្រាន់តែដោយសារតែបច្ចេកវិទ្យាថ្មីថ្មោងនោះទេប៉ុន្តែគឺដោយសារការជួយលើកកម្ពស់គុណភាពនៃការរៀនសូត្រព្រមទាំងផ្ដល់ការគាំទ្រយ៉ាងពិតប្រាកដដល់សិស្សានុសិស្សនិងគ្រូបង្រៀនមេរៀនដ៏សំខាន់មួយទៀតគឺទំនុកចិត្តលោកគ្រូអ្នកគ្រូទទួលបានការទុកចិត្តពេញលេញក្នុងការជ្រើសរើសរបៀបនិងពេលវេលាដែលត្រូវយកឧបករណ៍ AI មកប្រើប្រាស់នៅក្នុងថ្នាក់រៀនរបស់ពួកគាត់ភាពបត់បែននេះអនុញ្ញាតឲ្យពួកគាត់អាចកែសម្រួលការប្រើប្រាស់បច្ចេកវិទ្យាឲ្យចំទៅនឹងតម្រូវការសិក្សាជាក់ស្ដែងជំនួសឲ្យការបង្ខំឲ្យប្រើប្រាស់ប្រព័ន្ធតែមួយដូចគ្នានៅគ្រប់សាលារៀនទាំងអស់ហ្វាំងឡង់បានបើកឱកាសឲ្យគ្រូបង្រៀនធ្វើការពិសោធន៍និងចែករំលែកនូវឧត្តមមេនុវត្តឲ្យគ្នាទៅវិញទៅមកកត្តានេះនាំទៅរកការប្រើប្រាស់ AI ប្រកបដោយគុណតម្លៃនិងមានប្រសិទ្ធភាពខ្ពស់ជាងមុនបណ្ដាប្រទេសនានាក៏អាចសិក្សាពីការផ្ដោតសំខាន់របស់ហ្វាំងឡង់លើទស្សនវិជ្ជាសីលធម៌ផងដែរតាមរយៈការបង្រៀនសិស្សឲ្យយល់ដឹងពីប្រព័ន្ធ AI ដោយផ្ទាល់មិនមែនត្រឹមតែជាអ្នកប្រើប្រាស់ឧបករណ៍នោះទេសាលារៀនបានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់អ្នកសិក្សាក្នុងការគិតគូរប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះបច្ចេកវិទ្យាគោលគំនិតទាំងនេះអាចយកទៅកែសម្រួលនិងអនុវត្តនៅក្នុងប្រព័ន្ធអប់រំខុសៗគ្នាបានទាំងអស់ដោយមិនប្រកាន់ថាក្របខ័ណ្ឌនោះមានទំហំតូចធំឬមានធនធានកម្រិតណានោះឡើយសេចក្តីសន្និដ្ឋានសរុបមកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបាននាំមកនូវរបត់នៃការផ្លាស់ប្ដូរយ៉ាងធំក្នុងវិស័យអប់រំតាមរយៈការជំរុញវិធីសាស្ត្រនៃការសិក្សាផ្ទាល់ខ្លួនការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលក្នុងវិស័យអប់រំនិងការពង្រីកឱកាសនៃការអប់រំទោះជាយ៉ាងណាវឌ្ឍនភាពនេះក៏នាំមកនូវបញ្ហាប្រឈមមួយចំនួនដូចជាហានិភ័យនៃការលួចចម្លងឬការប្រើប្រាស់ខ្លឹមសារពី AI ទាំងស្រុងភាពលំអៀងនៃក្បួនដោះស្រាយគម្លាត Digital និងការធ្លាក់ចុះនៃសមត្ថភាពក្នុងការគិតបែបស៊ីជម្រៅជាដើមដែលនេះទាមទារឲ្យមានការប្រើប្រាស់ប្រកបដោយក្រមសីលធម៌និងត្រឹមត្រូវក្នុងន័យនេះកម្ពុជាបាននឹងកំពុងបោះជំហានយ៉ាងសកម្មក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះនៅក្នុងការអប់រំប្រកបដោយប្រសិទ្ធភាពនិងមានក្រមសីលធម៌តាមរយៈការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ AI និងកម្មវិធីគាំទ្រនានាផ្អែកលើបទពិសោធន៍អន្តរជាតិហ្វាំងឡង់ជាប្រទេសឈានមុខគេមួយលើការដាក់បញ្ចូល AI នៅក្នុងការអប់រំបានស្ដែងឲ្យឃើញនូវគំរូដ៏ល្អមួយដោយតម្កល់ AI ត្រឹមជាឧបករណ៍គាំទ្រនិងបំពេញបន្ថែមប៉ុន្តែមិនមែនជាការបង្កការរំខានឬការគំរាមកំហែងនោះទេដោយគ្រូបង្រៀននៅតែមានតួនាទីសំខាន់ដដែលនៅក្នុងការអប់រំដូច្នេះការអភិវឌ្ឍនិងការអនុវត្ត AI ប្រកបដោយភាពត្រឹមត្រូវនិងស្មារតីទទួលខុសត្រូវខ្ពស់គឺជាគន្លឹះសំខាន់ក្នុងការកំណត់ភាពជោគជ័យនៃការធ្វើបរិវត្តកម្មវិស័យអប់រំនៅក្នុងសតវត្សទី21នេះ